ប្រសិនបើបងប្អូនកំពុងតែស្វែងរកកន្លែងដើរលេងថ្មីដែលមានទេសភាពស្រស់ស្អាតស្ងប់ស្ងាត់ពោរពេញទៅដោយប្រវត្តិសាស្ត្រសូមអញ្ជើញមកកាន់ប្រាសាទសម្បូរព្រៃគុកដែលជាបេះដូងនៃអរិយធម៌បុរាណខ្មែរនៅខេត្តកំពង់ធំនៅទីនេះមិនត្រឹមតែជាប្រាសាទបុរាណធម្មតាទេតែវាជាទីក្រុងបុរាណអាយុកាលរាប់ពាន់ឆ្នាំមកហើយប្រាសាទនៅទីនេះគឺមានរាប់រយប្រាសាទដែលលាក់ខ្លួននៅក្នុងព្រៃបៃតងដ៏ស្រស់ស្អាតនិងមានភាពអាថ៌កំបាំងជាច្រើនដែលលាក់កប់នៅក្នុងប្រាសាទនេះផងដែរយើងអាចមកទស្សនាកម្សាន្តជាមួយនឹងប្រាសាទបុរាណជាច្រើនព្រមទាំងដើរលេងនៅក្រោមម្លប់ដើមឈើធំៗត្រជាក់មានខ្យល់បក់មកត្រសៀកត្រសៀកនិងធ្វើឲ្យអារម្មណ៍យើងហាក់ដូចជាកំពុងត្រឡប់ទៅរកអតីតកាលដ៏ស្រស់បំព្រងនៅឆ្នាំ2017តំបន់នេះត្រូវបានទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយអង្គការ UNESCO ជាការបញ្ជាក់អំពីតម្លៃដ៏អស្ចារ្យទៅលើឆាកអន្តរជាតិផងដែរអញ្ជើញមកទស្សនានិងស្វែងយល់មកថតរូបនិងបង្កើតអនុស្សាវរីយ៍ល្អៗជាមួយមនុស្សជាទីស្រឡាញ់និងមិត្តភ័ក្តិក្រុមគ្រួសារដែលមិនអាចបំភ្លេចបាននៅរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសម្បូរព្រៃគុកប្រាសាទសម្បូរព្រៃគុកមិនត្រឹមតែជាកន្លែងទេសចរណ៍ប៉ុណ្ណោះទេប៉ុន្តែវាជាបទពិសោធន៍ថ្មីមួយហើយវាក៏ជាមោទនភាពហើយវាក៏ជាអត្តសញ្ញាណរបស់ខ្មែរយើងដែរបងប្អូនទាំងអស់គ្នាបានត្រៀមរួចហើយនៅចុងសប្តាហ៍នេះរៀបចំការធ្វើដំណើរកម្សាន្តបែបប្រវត្តិសាស្ត្រមកទស្សនានៅប្រាសាទសម្បូរព្រៃគុកដើម្បីមកទស្សនានៅភាពអស្ចារ្យដែលជាកេរដំណែលរបស់ដូនតារបស់យើងនិងស្វែងយល់ពីប្រវត្តិសាស្ត្រនៃប្រាសាទសម្បូរព្រៃគុកព្រមទាំងស្វែងរករូបភាពដ៏ស្រស់ស្អាតដែលនៅចំកណ្ដាលនៃបេះដូងនៃប្រទេសកម្ពុជាតែម្ដងIf I don't ask your name today, I may never get the chance. កុំភ្លេចណាអញ្ជើញចូលរួមទស្សនាប្រាសាទសម្បូរព្រៃគុកចូលរួមគាំទ្រវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាយើងឲ្យបានច្រើនដើម្បីលើកស្ទួយវិស័យទេសចរណ៍យើងឲ្យកាន់តែចម្រើនទៅមុខជាបន្តបន្ទាប់I'll see you turn and I'll be brave But what if courage comes too late អរគុណសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចចុច like share និងទទួលបានវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយជម្រាបលា